យុវជនព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនរយនាក់មានការទង់ជាតិខ្មែរកម្ពុជាក្រោមនិងទង់ព្រះពុទ្ធសាសនាហើយខ្លះទៀតកាន់បដាដែលសរសេរថាខ្មែររួមគ្នាខ្មែររស់និងថារដ្ឋាភិបាលវៀតណាមត្រូវគោរពគោលការណ៍អាស៊ានឲ្យបានត្រឹមត្រូវជាដើមពួកគេបានជួបជុំគ្នានៅម៉ោងប្រហែលជាង 8 ព្រឹកថ្ងៃទី 11 សីហានៅទីលានប្រជាធិបតេយ្យមុននឹងហែកក្បួនទៅដាក់ញត្តិតាមស្ថានទូតបណ្ដាប្រទេសអាស៊ានឲ្យជួយធ្វើអន្តរាគមន៍លោកថៃសិដ្ឋាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមបានឲ្យដឹងថាបាតកម្មនេះធ្វើឡើងដើម្បីទាមទារឲ្យក្រសួងការបរទេសខ្មែរក៏ហៅឯកអគ្គរដ្ឋទូតវៀតណាមធ្វើកំណត់ហេតុការទូតអំពីរឿងដែលមន្ត្រីស្ថានទូតវៀតណាមលោកត្រឹងវ៉ាន់ថងបានលើកឡើងថាទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរមកហើយក្រុមបាតកោបានដង្ហែក្បួនទៅដាក់ញត្តិតាមស្ថានទូតបណ្ដាប្រទេសអាស៊ានឲ្យជួយធ្វើអន្តរាគមន៍ឲ្យប្រទេសវៀតណាមគោរពគោលការណ៍អាស៊ានមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាដោយជាការថ្លែងប៉ះពាល់ដល់កម្ពុជាជាដើមសូមបញ្ជាក់ដែរថាបាតុកម្មនៅព្រឹកមិញនេះក៏មានការចូលរួមផងដែរពីតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាប្រជាពលរដ្ឋព្រះសង្ឃនិងដែលមានការឃ្លាំមើលពីកងសន្តិសុខខណ្ឌនិងអាជ្ញាធរជាច្រើននាក់លោកណៃវ៉ងដាអនុប្រធានផ្នែកស៊ើបអង្កេតនិងជំនួយផ្នែកច្បាប់នៃសមាគមការពារសិទ្ធិមនុស្សអាតហុកដែលសង្កេតការណ៍ជុំវិញការប្រមូលផ្ដុំនោះយល់ឃើញថាវត្តមានរបស់សន្តិសុខនៅទីលានប្រជាធិបតេយ្យមិនមានអ្វីប្លែកនោះទេលោកបន្ថែមថាវាជារឿងល្អប្រសិនបើសន្តិសុខមករៀបចំសណ្ដាប់ធ្នាប់និងរក្សាសុវត្ថិភាពជូនបាតុករក៏ប៉ុន្តែប្រសិនបើពួកគាត់មករារាំងហាមឃាត់ដោយប្រការណាមួយនោះជាការបំបិទសិទ្ធិរបស់ប្រជាពលរដ្ឋសូមរំលឹកដែរថាបាតុកម្មដែលធ្វើឡើងដោយសមាគមខ្មែរកម្ពុជាក្រោមជាបាតុកម្មលើកទី3ហើយបន្ទាប់ពីការធ្វើបាតុកម្មចំនួន2លើកដោយគ្មានលទ្ធផលជាងនេះទៅទៀតបាតុកម្មនេះធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីទីលានប្រជាធិបតេយ្យបើកឲ្យប្រើប្រាស់ឡើងវិញក្បួនដង្ហែបានចេញពីទីលានប្រជាធិបតេយ្យនៅម៉ោងប្រមាណ 10 ព្រឹកហើយពុំមានអំពើហិង្សាណាមួយកើតឡើងនោះឡើយ